Tiếp xúc lục rú khi miền sầm nô môi đã chăm sờ lạnh com trô đà ra chấm riêng sấy mà nè cứ bong sấy mẹ sọc sọc hìa môi để dạng nick hơi tu rương quạt nhom bật chèn đặt quạt nè quạt miền lôi miền lan miền tè nhóm miền tề bản chất khi miền sự đầy sọc lời chất đời sẽ đạp lục rú mốc bay năm haiដូច្នេះខ្ញុំចង់ឲ្យលោកគ្រូជួយបញ្យល់គាត់ផងគាត់មិនមានក្តីសុខផ្លូវចិត្តទេបើតាមការរៀបរាប់របស់គាត់គឺគាត់ជឿទៅលើការមើលគ្រូខ្មែរតាឥសីសក់សភ្នំត្បែងខ្ញុំពិតជាស្រឡាញ់គាត់ពិតមែនចង់ឲ្យគាត់បានស្ដាប់លោកគ្រូ1នាទី2នាទីក៏បានដែរអរគុណលោកគ្រូបាទសត្វលោកប្រព្រឹត្តទៅតាមកម្មឬក៏សត្វលោកត្រូវគ្នាដោយធាតុអញ្ចឹងណាហ្នឹងហើយជឿនឹងជឿយ៉ាងម៉េចខ្លះឃើញព័ត៌មានគេផ្សាយប្រងព្រាតដែរតែខ្ញុំមិនបានស្ដាប់ដល់ចប់អីម៉ាក់មួយទេអានតែ caption អីខ្លះមានអ្នកផ្ញើឲ្យខ្ញុំដែរប៉ុន្តែរវល់ការងារទៅក៏មិនបានស្ដាប់ឲ្យចប់ថាតើគាត់និយាយអីឲ្យវាដឹងក្បាលដឹងកតុយអីច្បាស់ប៉ុន្តែតាមរយៈសំណួរថាមានបញ្ហាផ្លូវចិត្តហើយជឿទៅលើនេះទៅលើនោះបាទហើយមែនទែនទៅសត្វលោកសត្វតែជាអ្នករងគ្រោះនឹងឯងហ្នឹងរងគ្រោះដោយសារតែអវិជ្ជាគឺការមិនដឹងអត់មានអ្នកណាជាអ្នកនាំគ្រោះឲ្យយើងទេឃើញព័ត៌មាននេះថាចាញ់បោកនៅនេះចាញ់បោកនៅនោះជំនឿអីចេះចោះមែនទែនព្រះអង្គសម្ដែងថាសេចក្តីទុក្ខនេះគឺវាកើតពីតណ្ហានៅក្នុងចិត្តដូចក្នុងសច្ចៈ4យើងដឹងហើយថាទី1ទុក្ខសច្ចៈបើយើងនិយាយតាមប្រសូតគឺបានដល់ទុក្ខ12កងហ្នឹងមានជាតិទុក្ខចរិយាទុក្ខជាធិទុក្ខមរណៈទុក្ខរួចមកពាក់ព័ន្ធដល់ផ្លូវចិត្តហ្នឹងប្រាថ្នារបស់ណាមិនបានដូចចិត្តការដែលមិនបានហ្នឹងគឺជាទុក្ខហ្នឹងហើយជួបរបស់ដែលមិនជាទីស្រឡាញ់ហ្នឹងជាទុក្ខប្រត់ប្រាស់របស់ជាទីស្រឡាញ់ហ្នឹងជាទុក្ខទុក្ខជាទុក្ខរបស់យើងគ្រប់គ្នារាល់ថ្ងៃហ្នឹងព្រះអង្គនិយាយរឿងយើងហ្នឹងមិននិយាយរឿងនរណាគ្រប់តែគ្នាហ្នឹងហើយពេលដែលវាមិនសមប្រកបហើយវាមានសោកៈសេចក្តីសោកបរិទេវៈយមរៀបរាប់សឹកសួលត្អូញត្អែណារៀបរាប់មានបញ្ហាអីយកមកត្អូញដាក់ Facebook ហ្នឹងសើប៉ះសើត្រូវឥឡូវហើយបើចិត្តហ្នឹងវាស្ងប់វាសុខហ្នឹងវាគ្មានបានមកនិយាយតវ៉ាអីជាមួយអ្នក Facebook ហ្នឹងទេតែសំខាន់វាមិនដឹងថាចិត្តហ្នឹងវាកើតទុកទៅទៀតហ្នឹងអាចយល់ថាអ្នកខមមិនអ្នកខាចេះខាចោះហ្នឹងជាអ្នកនាំបញ្ហាអត់មែនទេតួកិលេសក្នុងចិត្តទេដែលវាចាក់ដោតមកដេកលក់ព្រោះតែមាត់គេហ្នឹងហើយម្យ៉ាងទៀតមាត់គេហ្នឹងក៏មិនជាអាក្រក់ទាំងអស់ទេមានពេលខ្លះវាអាចជាកញ្ចក់ឆ្លោះដែរយើងមិនអាចមើលខ្លួនយើងសពគ្រប់បានពាក្យសម្ដីរបស់អ្នកដតីមានពេលខ្លះក៏ចាត់ទុកដូចជាអ្នកកែបន្ទុកឲ្យយើងអញ្ចឹងហ្នឹងហើយប៉ុន្តែខ្ញុំអធិស្ឋានដូចខ្ញុំអត់បានតាមដានឲ្យល្អិតខ្ញុំទទួលបានតែពីរទី1ថាបែកប្តីទី2ថាជឿអីចឹងណាតែខ្ញុំមិនបានមើលព័ត៌មានឲ្យបានចប់ហ្នឹងហើយលើតែអស់លុយអស់កាក់អីផងប៉ុន្តែសភាពនៃចិត្តដែលមានលំនឹងគឺជាសភាពនៃចិត្តដែលមិនជ្រួលច្បល់ហ្នឹងហើយវាអត់អាច
គ្រាន់តែថាគេយល់មិនស្របហ្នឹងវាទៅជាព្រួយជាបារម្ភត្រូវឡើងបញ្ជាក់យ៉ាងនេះយ៉ាងនោះអីទេបើសិនបើបានយល់សច្ចធម៌មែនវាអត់មានអីដែលត្រូវបកកាយតវ៉ាអីញ៉ៃញ៉ៃរហូតដល់ជាបញ្ហាវឹកវរអញ្ចឹងទេអត់ទេបងប្អូនក៏ធ្លាប់ដឹងដែរថាខ្ញុំក៏ជួបព្យុះភ្លៀងមិនស្ទើរប៉ុន្តែខ្ញុំកំណត់ដឹងបានថាបញ្ហាវាមិនមែននៅលើអ្នកទាំងអស់គ្នាទេបញ្ហាចិត្តហ្នឹងវានៅលើចិត្តហ្នឹងឯងកាលណាបើដោយយោនិសោមនសិការៈកើតឡើងហើយនឹងវាអត់មានបញ្ហាអីជាមួយនឹងសង្គមខាងក្រៅផងព្រោះបរិសុទ្ធឬមិនបរិសុទ្ធហ្នឹងវាអាស្រ័យចិត្តហ្នឹងឯងណាដោយតែព្រះអង្គត្រាស់ថាសត្វសៅហ្មងព្រោះចិត្តសៅហ្មងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធគេថាមួយទៀតនិយាយពីចិត្តដែលវាមិនសុខហ្នឹងគឺប្រៀបដូចជាផ្ទះដែលប្រក់មិនចិត្តចឹងព្រះអង្គត្រាស់ប្រៀបបដូចថាយថាអគារੰទុច្ឆន្នំផ្ទះដែលប្រក់មិនល្អហ្នឹងហើយទុច្ឆន្នំហ្នឹងប្រែថាប្រក់មិនល្អប្រក់វាមិនចិត្តណាវុទ្ធិសមតិវិជ្ជតិភ្លៀងហ្នឹងតែងតែលិចស្រោចស្រពជោគជាំក្នុងផ្ទះហ្នឹងដេកក៏មិនសនុកអង្គុយក៏មិនសនុកសាកសម័យមកសម័យពេលដែលភ្លៀងលិចមកឲ្យវាត្រជាក់ផលងាផងឲ្យលិចទៅនេះលិចទៅនោះយើងដេកស្រួលទេហ្នឹងហើយដេកវាមិនស្រួលទេដេកវាមិនលក់ទេរើទៅនេះរើទៅនោះតែភាពជ្រួលច្បល់ផ្លូវចិត្តរបស់យើងអាឡ័យតែតមួយអ្នកនៅក្នុង social media ហ្នឹងអានោះស្មើនឹងចិត្តហ្នឹងវាស្មើនឹងផ្ទះដែលវាប្រក់មកចិត្តហ្នឹងពាក្យអ្នកដតីហ្នឹងដូចជាភ្លៀងដែលវាលិចមកអញ្ចឹងអាឡ័យតែឆ្លោះមួយភ្លៀងហ្នឹងយើងអត់បានប្រក់តបូលមេឃធម្មមេឃដូចឆ្លេះឆ្លោះជាមួយមេឃមិនឈ្នះទេហ្នឹងហើយឆ្លោះជាមួយមហាជននេះមិនឈ្នះទេមហាជនច្រើនណាតែបើប្រក់ផ្ទះគឺដំបូលចិត្តនេះអាហ្នឹងវាគ្មានទៅឈ្នះអ្នកណាទេប៉ុន្តែវាជាឈ្នះអាភាពឈឺចាប់របស់យើងហ្នឹងណាអញ្ចឹងបានព្រះអង្គប្រៀបធៀបអញ្ចឹងងាយឲ្យតែយើងអង្គុយគិតពិចារណាបន្តិចធូរនៅហ្នឹងអត់ចាំបាច់ទៅរោងព្រៃណាទេព្រះអង្គប្រាប់ឡើងច្បាស់ច្រិចណាយថាអគារੰអគារੰអគារគឺផ្ទះណាអគារੰណាទុច្ឆន្នំប្រក់មិនល្អវុទ្ធិនឹងភ្លៀងសមតិវិជ្ជតិគឺថាល្មែងរិចលិចចូលស្រោចស្រពក្នុងផ្ទះហ្នឹងហើយភ្លៀងខែល្ងាផងយើងដេកបានទេយើងមើលមនុស្សច្រាស់ច្រាលពិបាកចិត្តហ្នឹងគឺអត់ប្រក់ផ្ទះហ្នឹងហើយអត់ប្រក់ដំបូលចិត្តហ្នឹងហើយយថាខាងដើមហ្នឹងលោកឧបមាថាយថាយ៉ាងណាមិញណាយថាហ្នឹងប្រែថាយ៉ាងណាមិញហ្នឹងអភេវិតាំងចិត្តតាំងចិត្តដែលបុគ្គលមិនអប់រំរាគោសមតិវិជ្ជតិហ្នឹងកិលេសទាំងឡាយមានរាគៈជាដើមហ្នឹងវានឹងចាក់ដោតចិត្តហ្នឹងមិនឲ្យសុខទេឃើញទូកិលេសនៅក្នុងចិត្តទេវាទៅចាក់ដោតចិត្តហ្នឹងវាមិនឲ្យសុខតែយើងច្រឡំថាភ្លៀងអ្នកធ្វើមិនឲ្យយើងដេកសុខអត់ទេមកវាប្រក់ផ្ទះមិនស្រួលមេឃនៅក្នុងអំណាចយើងទេអត់ទេមេឃអត់នៅក្នុងអំណាចយើងទេតែដំបូលផ្ទះយើងអាចការពារបានយើងអាចធ្វើឲ្យភ្លៀងមិនជ្រាបចូលបាន
ជាភ្លៀងនៅតែភ្លៀងទេតែភ្លៀងនៅតែភ្លៀងជាភ្លៀងវានឹងរាំងទេភ្លៀងវានឹងរាំងបើយើងប្រក់ផ្ទះបានហើយល្អហើយដេកឲ្យស្រួលហើយក៏ដេកលក់តែមួយផ្លេតភ្លឺឃើញទេតែមួយផ្លេតភ្លឺដេកលក់ជួនកាលមិនដឹងភ្លៀងទៀតណាប៉ុន្តែប្រសិនបើទទួលរងទឹកភ្លៀងផងដេកវាមិនសុខផងទន្ទឹងចាំភ្លឺផងយូរដូចគ្នានឹងយើងនេះត្រូវសង្គមថាស្ដីឲ្យហើយចឹងទៅយើងចង់ឲ្យគេឈប់ថាចិត្តតវ៉ាចឹងណាអានោះស្មានតវ៉ាភ្លៀងអាលិចនៅទៅលិចអាដេកក៏វាមិនលក់ភ្លឺក៏វាមិនងាយភ្លឺណាអានឹងមួយទៅហ្នឹងហើយនឹងមួយខ្ញុំឃើញអាហ្នឹងឃើញចិត្តតែចេញឆ្លើយហ្នឹងគឺអត់ព្រមប្រក់ផ្ទះទេតែឆ្លើយគឺមានប្រដាប់តមកទៀតដែរមួយទៀតរឿងជំនឿផ្ដេសផ្ដាស់នេះណានៅក្នុងញាណរបស់ពុទ្ធមានន័យថាក្នុងបញ្ញាញាណរបស់ពុទ្ធឃើញថាជាគ្រោះធំណាទិដ្ឋិដែលហៅថាទិដ្ឋិហ្នឹងគឺជាគ្រោះធំព្រះអង្គប្រៀបដូចជាព្រួយដែលជាប់ដល់ក្រអៅបេះដូងហើយទាំងងៀងទៅទៀតមិនងាយដកទេខ្ញុំឃើញព័ត៌មានខ្លះហ្នឹងខ្ញុំគិតថាគាត់ងាយដកទេព្រោះសុខចិត្តបែកប្តីសុខចិត្តអីហើយសុខចិត្តអស់លុយសុខចិត្តគ្រប់គ្រងសុខចិត្តប្រឆាំងជាមួយមនុស្សម្នាក់ហើយការដែលគាត់ជាប់ហ្នឹងប្រហែលជាជាប់ខ្លាំងហ្នឹងខ្ញុំប្រហែលទេណាមិនជាថាយ៉ាងម៉េចទេមិនដឹងដល់នៅពីក្រោយយ៉ាងម៉េចទៀតទេមែនតើខ្ញុំវាមិនចង់និយាយឲ្យចំមនុស្សចឹងផងគ្រាន់ថាខ្ញុំចង់និយាយទូទៅជាងដោយវ៉ាន់សានថាអញ្ចឹងថានិយាយនឹងនិយាយដោយអាណិតគាត់ទេមិននិយាយចង់យ៉ាងម៉េចទេខ្ញុំក៏និយាយចង់បង្ហាញកលឹះដែរថាដើម្បីឲ្យពាក្យទាំងឡាយហ្នឹងវាមិនសូវអានេះគ្រាន់ឲ្យតម្រុយមួយទេក៏ក្នុងបំណងល្អដែរថារៀនប្រក់ចិត្តទៅបើមិនតែយើងច្បាស់ថាយើងជួបគ្រូល្អហើយយកមេរៀនគ្រូហ្នឹងមកប្រក់តបូលចិត្តយើងទៅក៏ម្លាយមកតមួយអ្នកថាងាយចប់ទេអាហ្នឹងតែកាន់តែបកស្រាយមកជាងការបកវាមិនត្រូវបកដោយខ្វល់ចិត្តបកដោយចង់ឈ្នះបកទាំងស្អីបកកាន់តែផុងទៅហ្នឹងហើយជាងការកំហុសមួយវាជាកំហុសហើយក៏ប៉ុន្តែបើមិនដឹងកំហុសហើយគេតែកាយកប់វាទៅវាកាន់តែវែងឆ្ងាយហ្នឹងហើយរឿងទាំងអស់បើទោះជាខុសប៉ុណ្ណាក៏ដោយហើយមានស្មារតីភ្ងាខ្លួនវិញហើយសុំទោសជាសាធារណៈអីចឹងខ្ញុំនិយាយចឹងទូទៅវាអត់មានអីល្អជាងអាការដឹងខុសហើយឈប់ធ្វើតទៅទៀតហើយឃើញទោសហើយចប់ហ្មងរឿងគឺចប់ត្រឹមប៉ុណ្ណាដោយព្រះអង្គត្រាស់ជាមួយនឹងអង្គុលមាលចឹងថាយោចៈពុពេបមច្ចិត្វាអ្នកណាប្រមាទហើយកាលពីពេលមុនបច្ឆាសោណបមច្ចិតេក្រោយមកជាអ្នកមិនប្រមាទវិញសោមੰលោកੰបភាសេតេនៅនោះឈ្មោះថាញ៉ាំងលោកនេះឲ្យភ្លឺស្វាងលោកនេះអត់មានទៅញ៉ាំងពីណាភ្លឺណាលោកនេះក្នុងទីនេះគឺខន្ធៈលោកមានន័យថាញ៉ាំងជីវិតខ្លួនឯងឲ្យភ្លឺស្វាងញ៉ាំងបញ្ញាស្មារតីនោះវាភ្លឺស្វាងអភិមុតតោវិចន្តិមាប្រៀបដូចជាព្រះច័ន្ទរួចចាក់អំពីពពកបាំងអញ្ចឹងវាចប់ត្រឹមប៉ុណ្្នឹងឥឡូវរឿងវាកើតអញ្ចឹងហើយល្អបំផុតហ្នឹងខ្ញុំក៏មិនទៅបដៅគាត់អីទេអត់ទេបដៅកើតទេមានបញ្យលថាបើមានឱកាស
រៀនធម៌ព្រះអង្គខ្លះទៅកុំខ្ញុំមិនចង់ថាណែនាំឲ្យស្ដាប់ខ្ញុំទៅទៀតគេលើទៅទៅខ្ញុំធម៌របស់អ្នកត្រាស់ដឹងហ្នឹងហើយស្ដាប់គ្រូណាក៏បានដែរឲ្យតែថាយកពាក្យពុទ្ធដែលជាមេរៀនសម្រាប់អនុវត្តប្រចាំថ្ងៃហ្នឹងយកមកប្រាប់យើងព្រោះសេចក្តីសុខពិតប្រាកដហ្នឹងព្រះអង្គសម្ដែងត្រង់ហើយតែចិត្តតាំងគុតតាំងសុខាវហាំងទូនមានចិត្តនាំមកនៅសេចក្តីសុខហើយរបៀបអ្នករស់នៅដោយសេចក្តីសុខអត់មានជ្រួលច្បល់អញ្ចឹងទេមានជ្រួលច្បល់ទៅព្រួយបារម្ភខ្លាចពីណាយល់ខុសអានេះចិត្តដែលថាផុតថាសលោកធម្មអីហេវាអត់សំខាន់ណាស់ណាយល់ខុសទេតែយើងរាល់ថ្ងៃយើងព្រួយខ្ញុំឃើញវីដេអូចេញតបអីមានអ្នកផ្ញើឲ្យហ្នឹងតែខ្ញុំអត់បានមើលដល់ចប់ទេមិនមើលទៅដឹងតែរឿងហ្នឹងអញ្ចឹងទៅក៏ម្លងអញ្ចឹងទៅព្រោះដឹងច្បាស់ថាវាគ្នារឿងអីក្រៅពីមិនសុខចិត្តហ្នឹងណាគេថាអញ្ចឹងថាចុះឲ្យស្ដាប់សិនទៅថាចេះតែចង់ឲ្យគេចេះគេចុះវាជាការបង្ហាញតែយើងវាមិនព្រមឲ្យគេយល់ខុសពីយើងអញ្ចឹងណាអាហ្នឹងជាបញ្ហារបស់យើងគេយល់ខុសពីយើងជាបញ្ហារបស់គេតែយើងខ្លាចគេយល់ខុសពីយើងជាបញ្ហារបស់យើងព្រោះយើងចង់ឲ្យគេមើលមកថាយើងល្អនោះកើតជាបញ្ហាត្រូវឆ្លើយតបអញ្ចឹងចុះញ៉ៃរឿងនេះខ្ញុំធ្វើជាគំរូឲ្យបងប្អូនមើលខ្លះដែរតាពេលដែលខ្ញុំជួបព្យុះភ្លៀងខ្លាំងអីខ្ញុំប្រក់ទៅផ្ទះខ្ញុំហ្នឹងទុកឲ្យវាទៅតាមខ្យល់ហ្នឹងចាប់យំល្វើយហ្នឹងទុកឲ្យវាទៅតាមខ្យល់មើលតែការប្រព្រឹត្តរបស់ខ្លួនឯងមិនខុសសិលមិនខុសច្បាប់ដល់ពេលដេកដល់ពេលអានសភៅពេលធ្វើការពេលមើលនេះឥឡូវមើលកូនអត់នេះចាំពិតបញ្ហារបស់ជីវិតនេះវាមិនជាស្មុគស្មាញហ្មងទេប៉ុន្តែអាការព្រួយបារម្ភវាធ្វើឲ្យស្មុគស្មាញច្រើនហើយបើព្រួយជាមួយមហាជននេះទៀតហើយចេះតែចង់ឲ្យមហាជនចេះមហាជនចោះអូអានឹងធ្ងន់ព្រោះមហាជនពាក្យថាមហាជនច្រើនហ្នឹងហើយច្រើនអញ្ចឹងមិនដឹងជានិយាយមិនឲ្យការជឿខុសនឹងកើតឡើងទេបើមិនយល់វាត្រូវផ្ដើមពីការយល់ពីសច្ចធម៌ហើយពាក្យសច្ចធម៌នេះក៏អាចមនុស្សយកទៅប្រើក្នុងន័យផ្សេងច្រើនវាអាចយកទៅនិយាយផ្សេងច្រើនតែសច្ចធម៌ដែលយើងប្រើនៅក្នុងពុទ្ធសាសនាគឺជាសច្ចធម៌ដែលរកដោយពុទ្ធញ្ញាណវាមិនមែនរកដោយជំនឿប្រេះផ្ដាស់ទេជាសច្ចធម៌ដែលមានពិតហើយពិសោធន៍បានគ្រប់គ្នាដែលដើមពីការរៀនយល់ច្បាស់ហ្នឹងហើយខ្ញុំធ្លាប់លើកឧទាហរណ៍ពេលខ្ញុំបរិញ្ញាខ្ញុំលើកឧទាហរណ៍ចេះមនុស្សយើងដែលជឿអីខ្លាំងហ្នឹងមកពីវាមានទុកអីមួយយ៉ាងវាមានភ័យអីមួយយ៉ាងហើយវាសង្ឃឹមទៅលើរបស់ហ្នឹងដោយឧទាហរណ៍ចេះធ្លាក់ទៅចឹងទៅស្រាប់ទៅតោងខ្សែបានមួយយើងអ្នកមើលពីចម្ងាយទៅយើងឃើញឃើញថាខ្សែហ្នឹងវាមិនមាំទេតិចទៅវាដាច់ធ្លាក់ហើយវាដាច់ធ្លាក់ទៅវាមុតចម្រងមុតអីឬក៏ខ្សែហ្នឹងគឺខ្សែភ្លើងតែហ្មងលោតែវាត្រូវទឹកត្រូវអីឆក់ស្លាប់យើងមើលឃើញអញ្ចឹងហ្នឹងហើយគាត់វាស្រាវប្រឡែងអត់បានវាអត់មានស្អីចាប់ទៀតវាអត់មានអីចាប់ទៀតវាមានតែខ្សែតែប៉ុណ្ណឹងក្នុងពេលហ្នឹងយើងថាប្រឡែងទៅ
អីគ្នាវាអត់មានឃើញស្អីវាមានឃើញស្អីសម្រាប់ចាប់ទៀតអាចស្រែកឲ្យយើងមិនចង់ឲ្យអញងាប់មិនឲ្យអញបលែងណាអញមានតែរបស់ហ្នឹងអញតោងឲ្យអញរស់ណាហ្នឹងហើយអញ្ចឹងនៅពេលដែលភ្នែកមិនតាន់ឃើញរបស់ណាជាទីពឹងថ្មីមួយទៀតមកដូចជំនួសទេយើងស្រែកឲ្យបលែងអត់បានទីហោដូចលើកថាជឿអញ្ចឹងជឿឯណាឯសីណានៃអាហ្នឹងខណៈហ្នឹងគាត់តោងជាប់ហើយហើយគាត់មិនតាន់ឃើញស្អីឲ្យវាល្អជាងហ្នឹងបងគាត់ឃើញថានោះហើយនឹងហើយជាទីពឹងទោះជាបន្តិចទៀតត្រូវខ្សែភ្លើងមកវាឆក់អាម៉េចក៏មិនហ៊ានបថុយប្រឡែងទេប្រឡែងនោះផ្លាច់ធ្លាក់ជាងហ្នឹងទៅទៀតប៉ុន្តែបើសិនបើកភ្នែកឃើញចណ្ដើទេហៅថាចណ្ដើនៅចិត្តហ្នឹងណាហ្នឹងហើយប្រឹងតោងតិចមកវាដល់ចណ្ដើហ្នឹងហើយតើបានចណ្ដើហើយវាគ្មានពីណានៅចង់តោងអាហ្នឹងទៀតទេមានចណ្ដើឡើងទៅកន្លែងខ្សែមខ្សានហើយនោះអញ្ចឹងណាអញ្ចឹងហើយបានជាមេគាវធម៌នេះបានតែបញ្យលទេបានតែបញ្យលទេអត់អាចទៅខត់កុំឲ្យជឿអត់ទេដូចគ្នានឹងយើងឃើញមនុស្សកំពុងតោងខ្សែភ្លើងអញ្ចឹងបើយើងចង់ឲ្យគាត់បលែងហ្នឹងព្រោះចណ្ដើឲ្យគាត់តែប៉ុណ្ណឹងកាន់ចោលបង្ហាញនេះណានៅខាងឆ្វេងដៃមានចណ្ដើតោងឡើងទៅប៉ុន្តែបើគាត់ព្រមមើលព្រមឃើញអាហ្នឹងក៏មិនដឹងធ្វើម៉េចយើងក៏មិនហ៊ានឡើងទៅចិត្តហ្នឹងlạiឆក់ងប់ងស់គ្នាហ្នឹងហើយយើងមើលដូចអ្នកដែលជឿអីផ្សេងដូចជាអឧរវេលកាសបៈអីអញ្ចឹងណាខ្ញុំនិយាយច្រើនចាស់ហើយមិនតែចំពោះគាត់មួយទេយើងទាំងអស់គ្នាច្រើនទៀតហ្នឹងរាប់លានអ្នករឿងជឿចឹងហ្នឹងខ្ញុំថាតាំងខ្ញុំនៅលោកខ្ញុំថាពីនេះតទៅកាលនោះណាខ្ញុំថា10ឆ្នាំទៀតពីនេះទៅមិនខ្វះព្រះចេញមកទេឬក៏អ្នកបកាយហ្នឹងចេញមកហើយពីនេះតទៅមានតបានម៉ាក់ទៅបាន2-3ឆ្នាំចេញមកឡើងប្រងព្រាតនឹងស្អីខ្លះព្រោះតែឲ្យតែជំនឿនឹងនៅមានបញ្ញាដែលយល់ដឹងនៅសច្ចធម៌ពិតប្រាកដហ្នឹងវាអត់មានវាជាទីផ្សាររបស់អ្នកដឹកនាំអញ្ចឹងហើយហើយឧរវេលកាសបៈហ្នឹងមើលគាត់ចេញទៅបួសមានកូនសិស្សរាប់រយពីគ្រូធំគាត់គោរពបូជាអ្នកករាជទៀតហើយអ្នកករាជហ្នឹងគាត់ឃើញផ្ទាល់ទៀតហ្នឹងគាត់ជឿណាស់ហ្នឹងមានកន្លែងរូងអ្នកហ្នឹងទៅនៅកន្លែងពាយាសីសប្រទេសហ្នឹងតាមប្រវត្តិមកមានរូងអ្នកហ្នឹងគាត់ជឿលទ្ធិរបស់គាត់ចឹងទៅគាត់បូជាអ្នកទៀតហើយអ្នកមានមែនទៀតហើយទម្រាំតាងាកមកស្ដាប់តាមព្រះអង្គវិញហ្នឹងព្រះអង្គត្រូវសម្ដែងបដិហា3500បដិហាហើយយើងឯណាមានបដិហាទៅសម្ដែងដោយព្រះអង្គនិយាយទេឬក៏ដូចជាព្រះវាំងគីសៈវាំងគីសៈគាត់ជាព្រាហ្មណ៍រៀនចប់ត្រៃវេទហ្នឹងហើយហ្នឹងហើយរៀនចប់ត្រៃវេទហើយគាត់អាចទស្សទាយដឹងឆុតខ្លាំងណាស់ឧទាហរណ៍គាត់មានវិជាគោះក្បាលខ្មោចគោះលលាខ្មោចណាអ្នកដែលស្លាប់ហ្នឹងតែគាត់គោះទៅដឹងថាកើតឯណាដឹងមានវិជាដឹងអញ្ចឹងវិជាព្រាហ្មណ៍របស់គាត់ណាហើយដល់គាត់គោះដឹងអញ្ចឹងទៅឃើញគេជឿគាត់ច្រើនណាស់ទាំងគាត់ក៏ជឿថាហ្នឹងវាអស្ចារ្យរបស់គាត់ហើយកូនសិស្សគាត់រាប់ម៉ឺនរាប់ពាន់ទៅជឿគាត់ហ្នឹងតែមានអ្នកស្លាប់ទៅគោះ
chọn đằng cuộc tới đằng cờ để này nó mòn dây phẹp bây giờ thôi cha đấy cha bên chụp lâu đuôi cha tôi ấy để bên bầm toàn vô ấy đã lọ chiên nắng xua thằng lẹ hà nắng cao đấy lẹ mấy cao bùi chọn măng măng bầm chưa cònประมาณ là ngày còn tay đó là về là bay khang tới vì trong bà lòng khné chỉ muối bè sama sáng bộtอย่างนั้นnè anh về là bay đai bàn tay lư thật một bột nó của cha đấy nhưng mà đâu chết về mình đang tại vì na khang chiền chứ mà bà lòng muôn khné chẳng cuộc các bà nấy có đắng bên trong cõi bọn ơi cuộc là lìa bà muối cuộc ngặt sông mà cuộc ọt đắng cuộc là mạch bay buôn đong bạch như cuộc ọt đắng cuộc chăm và xây xạ bọc bè hòn hay bè hòn lông men mà đại sản thị nè ấy với mình đăng tham miên sát để ọt và đại sản thị của con còn đăng thật là slap ấy vì miền bờ đại sản thị hay vì chia còn những bờ đại sản thị chỉ ấy lao gì năng mỏ lần đầu cuộc chăm và sẽ là xa bờ bè hòn để miền bờ đại sản thị ngặt trông nó ngặt trứng ấy còn miền cừu tồi tái này cừu thông à thì chưa từng là cô tại thầm mà đa priếm mình sẽ nâng vị trí cái miền vị trí ấy để dừng chành từ tiến ấy chồng riêng đằng hay xua của ông thì trước của ông đằng ấy đằng thà ca rồi bị slap rồi bỏ mà chặt lìa các bà với nhang mấy của ông đằng ấy của ông tha của ông đằng chẳng xong từng riêng trong phong em xong sơi thôi chỉ sao bạn bọn thà bên vì mình bọn thà chân group tầm mình lúc hết nè bọn thà thật thà cột mình từng riêng nè để nơi cầu phê bị thật thà cột đề thà nó thà chấm pua thả cọt á cuộc khơi cọt nó mình được chưa chứ đâu chưa từng là cố bọn trung khơi thà bờ cọt nè miền ca vô trâu muối nâng cài tự thể mà nó đã tràn để chưa khó tạm quản để vô tí bưng khó nè vì chia cót vì chia bất quan tập bưng là bỏ nâng bưng với mình bàn rui phót túc à vì chia cót vì chia bất à con đây bất nó không lâu này nè vì miền chia vì chia đọc luôn chênh pi kỳ lẻ đọc luôn chênh pi ạ của sao nè chẳng tới cái từ phía xa cái này sân chẳng tới sọt sòng bò cú cùng tư ta tư nó trâu snai bọ sao mà nạ cô đom lỡ trâu snai bọ của bột nó lỡ bọ cái đạ snai bọ tuôn chất á cùng tư rồi nó ta thế nhưng còn là tự riêng ở chết đó tự riêng chết sẵn ngồi nha thả công tử ta tới trên ngôi bên ruồi tệ và bột nó cái và tuôn chật cái mình vô tha vào ông từng riêng ấy đấy nè từng ở nên nó cực tha vào tới vào ông và tuôn chật mình nghe luôn tận đi thả thả ta riêng chắc vô một với nha đôi bên châu máu và oi sắc xa tam lùm đạp tới sau mà thị bành nhà nó hay pro thì bạn oi lọ tới màu bàn mà để dạ chân tới sao mà dù lúc ru điên chơi nấu như mày thằng đâu thế ru điên chơi nấu thế rồi du chết chả mà su bếch lục run bên tên riêng là chắp chứ riêng hay lục suy diêm pro thì bắt nông chỉ vẫn bao lục từng dục từng ngày sầm rạch bè hòn bạt đấy khơi sẽ chạm thô bạt đó là sạc su tiết cú chơi nấu chơi hơi anh cao sắc họ từ bên nè anh thà mến lâu tranh bọc sao mà nạ cô đòn mến nè bàn tay miên sơ
មួយចំនួនរបស់គាត់នោះដែលធ្លាប់តែជឿជាក់លើគាត់ហ្នឹងក៏ចូលមកសាកសួរអីចឹងទៅលោកគ្រូហេតុអីថារៀនចេះហើយត្រឡប់មកវិញឥឡូវរៀនចេះហើយមិនក៏មិនត្រឡប់ទៅវិញមានមូលហេតុអីលោកក៏បញ្យល់តាមដំណើរទៅក៏ជ្រះថ្លាទៅខ្លះក៏បួសតាមលោកទៅខ្លះក៏បានដល់នៅបរតនត្រ័យជាទីពឹងទៅឥឡូវយើងមើលមានអ្នកខឹងជំនួសលោកឃើញទេគ្រាន់តែជឿតាមលោកសោះហ្នឹងណាឯលោកនេះបានមកឃើញសច្ចធម៌ពិតដោយខ្លួនឯងហើយលះចោលអវិជ្ជាគូក្បាលខ្មោចហ្នឹងលះចោលខ្វោកអត់បរៀនដល់វិណាទៀតលោកឃើញថាអានឹងគ្មានរួចផុតទុកទេគ្រាន់តែដឹងតែប៉ុណ្ណឹងតែវាអត់បានដឹងពីកិលេសក្នុងចិត្តរបស់ខ្លួនឯងអញ្ចឹងប៉ុន្តែឲ្យវាឈានទៅដល់ដំណាក់កាលហ្នឹងវាទល់តែល្មិចវាទល់តែបើកចិត្តហ្នឹងបើកចិត្តស្ដាប់បើកចិត្តសិក្សារៀនសូត្រធម៌ពុទ្ធហ្នឹងហើយបើមិនបើកចិត្តស្ដាប់សិក្សារៀនសូត្រទេវាមិនដឹងថាមានច្រកណាទៅជ្រៀតឲ្យវាមានការយល់កើតក្នុងចិត្តរបស់យើងវាបាំងចិត្តអស់លីងនឹងហើយជំនឿផ្ដេសផ្ដាស់នេះយើងលើកអញ្ចឹងមកយើងកុំគិតថាមានតែគាត់មានច្រើនណាកាន់ខ្លះមិនចេញមុខច្រើនខ្លះខ្លាំងជាងនឹងផងតែគេស្អប់ខ្ញុំច្រើនក៏មកទៅពីខ្ញុំនិយាយទៅពីរឿងហ្នឹងឯងខ្ញុំហើយសួរថាស្អប់ខ្ញុំអញ្ចឹងខ្ញុំទៅស្អប់វិញតែមិនដឹងស្អប់មិនផងគាត់យល់ពីយើងមកហ្នឹងហើយសច្ចធម៌នេះវាព្រោះសម្រាប់តែសទ្ធាតែនឹងបញ្ញាដែរធម៌ពុទ្ធវាសម្រាប់តែសទ្ធាទេវាអត់ព្រោះសម្រាប់បដិខៈវាអត់ព្រោះសម្រាប់ចិត្តថ្នាក់វាអត់ព្រោះសម្រាប់ចិត្តដែលមិនមានសទ្ធានោះទេពុទ្ធអស្ចារ្យប៉ុណ្ណាក៏ដោយអស្ចារ្យសម្រាប់តែអ្នកមានសទ្ធាទេអញ្ចឹងហើយរឿងវាមិនមែនចប់ត្រឹមប៉ុណ្ណឹងបើទោះជាគាត់ជោគទៅជឿក៏ក្នុងសង្គមរបស់យើងហ្នឹងក៏វាមិនអស់រឿងជឿដែរជឿនោះមកតែជឿអាហ្នឹងមិនដឹងធ្វើម៉េចបើជឿអញ្ចឹងឥឡូវមិនជឿអញ្ចឹងចុះបើលងឹតអីបើមិនរាវចាប់អាហ្នឹងសិននឹងចាប់ស្អីឃើញទេអញ្ចឹងបានជានៅក្នុងធម៌ព្រះអង្គប្រៀបធៀបអញ្ចេះពេលដែលយើងអត់តន់មានភ័យអីមើលទៅដូចមនុស្សជានេះមនុស្សដូចសុខសាន្តដូចជាត្រឹមត្រូវប៉ុន្តែការដែលមិនមានបញ្ញាអាស្រ័យការស្ដាប់ធម៌របស់សប្បុរសពេលមានភ័យព្រះអង្គប្រៀបអញ្ចេះប្រៀបដូចដេកនៅក្នុងផ្ទះងងឹតឈឹងណាហើយនៅពេលលឺក្ដុំក្ដាំងថាខ្លាមកហើយចោលមកហើយទឹកមកហើយជួយដីមកហើយវាអត់ដឹងរត់ទៅណាពេលលងឹតហ៎វាអត់ភ្លើងហ៎អញ្ចឹងចន់ចានចន់ឆ្នាំងចន់ល្អីបុកទ្វារមិនកុំដឹងទេទៅសិនណាណាអញ្ចឹងការដែលយើងមិនបានស្ដាប់ធម៌របស់ព្រះអរិយៈហ្នឹងគឺស្មើនឹងអត់ពលឺនឹងឯងពេលដែលមិនតាន់មានភ័យអត់អីទេខ្លះមិនរៀនតូចតាចអីរៀនដល់ដុកទ័ររៀនដល់ជាប់ណានោះជាប់ដល់សាលា Harvard អីទៀតពេលក៏អត់តាន់មានភ័យមានអីតើគាត់មានភ័យទូនទៅគ្រូគេថាចេះជឿជាងយើងសាមញ្ញធម្មតាធ្លាប់ទៅបន់ហ្នឹងទៀតគាត់ថាពីមុនគាត់អ្នកអត់ជឿទេប៉ុន្តែគាត់ឃើញច្បាស់ណាគាត់ច្បាស់ចឹងទៅច្បាស់ចំអាកន្លែងខុសនឹងបដ ாய் ព្រោះវាមិនដែលបានសំភ្នែកបញ្ញាដែលដឹងនៅអនិច្ចតាធម៌ទុក្ខតាធម៌អនត្តាធម៌ហ្នឹងឯងនឹងហើយជឿនេះវានឹងនៅរហូតអស់ផែនដីហ្នឹងក៏វាមិនអស់អ្នកជឿដែរចឹងហើយបានត្រូវយូរបានអ្នកត្រាស់ដឹងមួយសេងហៀពពាប្រៃមានពពាប្រៃស្អីគេពពាម្ចាស់ដើមវីដេអូសួរលោកគ្រូក្នុង YouTube អត់មានវីដេអូធម្មយាត្រាលោកគ្រូទៅឥណ្ឌាទេមានតាមានធម្មយាត្រាទៅឥណ្ឌាឆ្នាំ2012មានមកចប់នៅចិត្តទៅ playlist ទៅមាន
ជាចនាធัวពិតធัวមែននៃព្រះពុទ្ធបរមគ្រូពិតជាបានជួយមនុស្សឲ្យមានលំនឹងផ្លូវចិត្តពិតមែនលោកគ្រូខ្ញុំក៏មានពលនៅលំនឹងនោះដែរដោយសារបានស្ដាប់នៅធัวព្រះសម្មាសម្ពុទ្ធតាមរយៈលោកគ្រូពិតជាសូមអរគុណគ្រូពិតមែនដែលតែងតែចំណាយពេលវេលាបញ្យល់សច្ចធម៌ដែលមានពិតដូចអាចជួយឲ្យនរណាដែលដាក់ចិត្តស្ដាប់បានស្បើយពីទុក្ខកង្វល់បានបាទសាធុហ្នឹងហើយរហូតដល់យើងយល់ចឹងទៅក៏បងអូនចនាហ្នឹងចែកម្លែកដល់គេទៀតមែនទេហ្នឹងហើយមកពីយល់ថារបស់ហ្នឹងល្អគុជឡៃហៀងជំរាបរលឹកលោកគ្រូពីចម្ងាយទាំងអស់នេះគឺជាផលដែលតែងតែលើពាក្យថាគេជឿអ្វីជឿតែគេដល់ពេលដែលកាន់តែលងយូរទៅគឺវាពិបាកក្នុងការរើខ្លួនរួចបាទត្រូវហើយដូចខ្ញុំលើកចឹងថាព្រះបរមគ្រូព្រះអង្គបានដាក់ឈ្មោះឲ្យការដែលជឿទៅលើរបស់ខាងក្រៅខុសពីការពិតថាជាទិដ្ឋិណាជាទិដ្ឋិហើយទិដ្ឋិហ្នឹងគឺជាសជាព្រួយដែលជាប់មកតាំងពីកណ្ដាលមកដែលលំបាកដកចេញវាមានងៀងវាមានងៀងបើមិនមានពេទ្យដ៏អស្ចារ្យសម្រាប់វះកាត់ទេដកចេញមិនបានទេចឹងបាននៅក្នុងឧបមាគុណបរតនត្រ័យហ្នឹងប្រពុតដូចជាពេទ្យវះកាត់សាលពេទ្យពធដូចជាឧបាយនៃការវះកាត់ហ្នឹងហើយសត្វលោកយើងហ្នឹងគឺជាដូចជាអ្នកជំងឺដែលត្រូវវះកាត់ចឹងវះកាត់មានពេលខ្លះឈឺចាក់ថ្នាំស្ពឹកក៏ដោយអីក៏ដោយរួចដល់វាឈឺយ៉ាងណាមិញវាប៉ះពាល់នឹងទម្លាប់ដែលយើងជឿឬក៏ស្អីដែលយើងប្រកាន់ហ្នឹងស្ដាប់ពាក្យព្រះអង្គមុនដំបូងលងរឹងប៉ះប៉ាំងមកយ៉ាងឈឺណាយើងកំពុងតែជឿថាហ្នឹងត្រូវហើយដល់តែស្ដាប់ពាក្យព្រះអង្គទៅបដិសេធគ្នា180ដឺក្រេមកដល់អញ្ចឹងវាអាចឈឺប៉ុន្តែបើយើងទ្រាំឈឺនឹងបាននឹងអាចជាបើអោបព្រួយនឹងទុកវាតបៅរហូតដល់ស្លាប់ចឹងទៅពាក្យរបស់ពុទ្ធបរមគ្រូមិនមែនពាក្យលួងលោមគប់កិលេសទេតែពាក្យនឹងពិរោះអស្ចារ្យនៅពេលដែលសទ្ធាកើតឡើងហ្នឹងបងប្អូនអាចចារណាឃើញចឹងឯងពាក្យពុទ្ធដែលនិយាយពីហេតុផលច្បាស់លាស់កម្មផលច្បាស់លាស់ហ្នឹងហើយនៅពេលដែលសទ្ធាកើតឡើងនៅក្នុងចិត្តបងប្អូនពិចារណាទៅវាត្រូវហេតុផលពិតតាមរយៈពធព្រះអង្គសម្ដែងយើងមានភាពអស្ចារ្យក្នុងចិត្តណាហ្នឹងហើយប៉ុន្តែបើសិនជាអ្នកដែលមានទិដ្ឋិនោះកំពុងតែជឿផ្កាប់មុខរឿងអីមកស្ដាប់មកបំគាត់ត្រឡប់តតងលើភ័យទៀតភ័យថាយើងទៅបំបត្តិជំនឿគាត់ទៀតដូចខ្ញុំលើកឧទាហរណ៍មិញថាដូចឲ្យយើងលែងដៃពីខ្សែដល់គ្រោះថ្នាក់អញ្ចឹងគាត់មិនដឹងលោតទៅណាហើយយើងធ្វើបាបគាត់ ពុទ្ធិហ៊ានលោកគ្រូបើយើងកាន់ធម៌ហើយយើងទៅរកទទួលទានតើយើងមានបាបដែរឬទេបាបក្នុងចិត្តយើងណាមិនរកក៏បាបដែរមិនបាច់តទៅរកទេណាចឹងបានយើងត្រូវរៀនឧទាហរណ៍អត់ទៅរកមើលហើយអត់លុយតើអត់លុយអត់មានអីធ្វើនេះអត់អីធ្វើនោះបាក់ចិត្តហើយតួបាក់ចិត្តហ្នឹងស្អីគេមិនបាបតួអកុសលចិត្តអាតួខ្វល់ចិត្តណាតួខ្វល់ចិត្តហ្នឹងតួអកុសលចិត្តណា
ពេលកុសលកើតឡើងចិត្តនឹងស្រឡះចិត្តនឹងមានសុខភាពល្អចិត្តនឹងគ្មានទុក្ខកង្វល់អីទេរាល់ពេលដែលកុសលកើតឡើងចិត្តនឹងគ្មានកង្វល់អីទេអាចិត្តខ្វល់គឺជាចិត្តអកុសលប៉ុន្តែទោះរៀនលម្អិតលម្អន់បើយើងដឹងហើយមានទៅរៀនចិត្តណាដែលរៀនចិត្តយើងហ្នឹងហើយអ្នកចង្អុលរឿងហ្នឹងច្បាស់គ្មានពេលណាជាងពុទ្ធទេពេទ្យចិត្តសាស្ត្រហ្នឹងក៏មិនស្គាល់ចិត្តហ្នឹងដែរអត់ទេចឹងបានកាលទៅពេញហ្នឹងមានពេទ្យចិត្តសាស្ត្រមួយផ្ដាំអរគុណខ្ញុំដែរហ្នឹងមានកូនស្រីម្នាក់ហ្នឹងគាត់លេបថ្នាំជាង10ឆ្នាំហើយដល់ក្រោយមកគាត់ស្ដាប់ធម៌ទៅជួបពេទ្យទៅគាត់បថយថ្នាំរហូតដល់ឈប់លេបទៅពេទ្យឆ្ងល់ថាហេតុអីបានឈប់លេបហើយអត់អីបានគាត់ប្រាប់ថាមកពីស្ដាប់ធម៌អញ្ចឹងទៅគាត់ថាខ្ញុំសុំស្ដាប់ដែរមកហ្នឹងហើយពួកគាត់ពេទ្យចិត្តសាស្ត្រពិតមែនគាត់ក៏មានបញ្ហាផ្លូវចិត្តដែរគាត់លេបថ្នាំដែរនោះតែគាត់ស្ដាប់ទៅវាត្រូវតែមានពេទ្យចិត្តសាស្ត្រដាំអរគុណហើយសួរថាគាត់អន់ទេធ្វើចឹងអត់ទេគាត់មិនមែនអន់ទេខ្ញុំនិយាយចឹងមិនមែនខ្ញុំប្រអន់គាត់ទេគាត់ហ៊ានសារភាពអញ្ចឹងចិត្តគាត់ខ្ពស់ព្រោះមានអ្នកហ្នឹងសម្លាប់យើងហើយមានអ្នកហ្នឹងយើងគិតថាយើងអត់ហ៊ានសារភាពយើងអត់ហ៊ានប្រាប់អញ្ចឹងយើងគ្រាន់បើខ្លាចអន់អត់ទេអាមានអ្នកហ្នឹងព្រះអង្គសម្ដែងថាជាអំរែកធ្ងន់ដែរហ្នឹងហើយខ្ញុំអានអត្ថបទមួយរបស់អូស្ត្រាលីនេះដុកទ័រមួយហ្នឹងគាត់ដុកទ័រចិត្តសាស្ត្រដែរដល់ពេលយូរគាត់កើតបញ្ហាផ្លូវចិត្តខ្លួនគាត់ដល់កើតបញ្ហាផ្លូវចិត្តខ្លួនគាត់អត់ហ៊ានទៅពិគ្រោះតែគាត់ដឹងថា diagnose របស់គាត់ហ្នឹងអារោគសញ្ញារបស់គាត់ហ្នឹងគឺមានបញ្ហាផ្លូវចិត្តគាត់ដឹងតែគាត់ព្យាបាលខ្លួនឯងអត់កើតគាត់ធ្លាប់តែជួយគេច្រើនគាត់ធ្លាប់តែណែនាំគេអញ្ចឹងdignity របស់គាត់ណាកិត្តិយសគេឈ្មោះរបស់គាត់នោះក៏វាល្អក្នុងសង្គមមនុស្សគេស្គាល់ថាគាត់នឹងពេទ្យប៉កែអញ្ចឹងណានឹងតើគាត់កើតជំងឺខ្លួនគាត់ក៏អត់ហ៊ានគាត់ថាមិនដឹងទៅប្រឈមមុខមិនយើងទៅពេទ្យត្រូវទៅឈរចាំលេខរៀងទៅអង្គុយចាំលេខរៀងហើយវាគេសួរមកថាអីថាមកពិនិត្យជំងឺហឹងហើយដុកទ័រមកមើលជំងឺហើយងឺអីមិនជំងឺផ្លូវចិត្តទៀតហើយគាត់ធ្លាប់ជួយផ្លូវចិត្តគេមកកណោណាហើយគាត់ថាគាត់លំបាកគេមិនឃើញទឹកភ្នែករបស់គាត់ទេពេលដែលគាត់ទុកចង់តែយំហ្នឹងគាត់ទៅងូតទឹកអាងធំហ្នឹងពេលហ្នឹងគាត់យំហើយគាត់ឲ្យទឹកភ្នែកហ្នឹងចេញមកហើយអញ្ចឹងអាទឹកភ្នែកវាលេងនឹងអាទឹកអាងហ្នឹងគ្មានណាមើលឃើញស្រែកវ៉ាអញ្ចឹងទៅដូចលេងសើចផងតាមពិតគាត់យំទេនៅលើគោគាត់មិនហ៊ានយំទេអញ្ចឹងគាត់ចង់យំគាត់ចុះទៅហែលទឹកទៅយូរទៅវាធ្ងន់ទៅណាមួយអាបញ្ហារបស់គាត់ហ្នឹងណាមួយអាមាននេះហើយមានតែធម៌ដែលបញ្ជាក់អានឹងច្បាស់ថានឹងតួមាននេះវាធ្វើឲ្យគាត់កាន់តែមានសម្ពាធច្រើនឡើងគាត់ដាច់ចិត្តបើមិនចឹងទេគាត់រកផ្លូវទៅមុខអត់រួចគាត់ទម្លាក់ចុះមកគាត់ថាគាត់គួរជាគំរូរបស់មនុស្សផ្សេងទៀតក្រៃលោមានអ្នកផ្សេងហ្នឹងដោយគាត់ចេះអាវាកន្លែងហ្នឹងគាត់ចេះភ្ញាក់កន្លែងហ្នឹងគាត់ថាអាចមានមនុស្សដទៃទៀតមានបញ្ហាមិនហ៊ានសារភាពដោយគាត់អញ្ចឹងគាត់ទៅមកគាត់ដាក់ចុះប៉ុណ្ណឹងគាត់ធូរអស់មកកណោបាត់ហើយឃើញអាតួមាននេះហ្នឹងគាត់ដាក់ចុះតែបន្តិចធូរបណ្ដោយដូចអំរែកធ្ងន់អញ្ចឹងយើងគាត់ដាក់វាចុះតែបន្តិចអញជាដុកទ័រអញអីបក់អញនឹងចេញបន្តិចមកធូរខ្សោយសឹងថាវាលែងសូវអីវាអស់ប្រហែលពាក់កដាលបាត់គាត់ថាលែងជាប់ជាមួយនឹងអាភាពជាអីហ្នឹងego អាទូមេនេះរបស់ខ្លួនឯងគាត់គាត់ដាក់ចិត្តហ្នឹងទៅអាណាស្កល់ធ្វើជាគំរូដល់គេគាត់ប៉ុណ្ណឹងទៅគាត់ធូរអស់មកកណោហើយទៅដល់ទៅពេទ្យគាត់ណែនាំតិចតួចទៅគាត់មានវិធីសាស្ត្ររស់នៅស្រួលរហូតដល់ចាស់ទៅឃើញទេប៉ុន្តែគាត់ខណៈថាអញ្ចឹងតែគាត់ក៏មិនអាចឲ្យឈ្មោះអាការដាក់ចុះនៅអាមាននេះនឹងឲ្យវាចំពាក្យដោយពុទ្ធថានឹងវានៅតែដាក់ឈ្មោះវាមិនបានអញ្ចឹងតែគាត់ថាដំណើររបស់គាត់ហ្នឹងក៏គាត់អនុវត្តតាមទំនងធម៌នឹងឯងបានគាត់បានធូរហ្នឹងឯងបាទ
ជីវិតអ្នករត់កង់3អរគុណលោកគ្រូដែលបានបើកពន្លឺបញ្ញាដល់ខ្ញុំឲ្យយល់ពីសច្ចធម៌ចេញចាកឆ្ងាយពីជំនឿផ្ដេសផ្ដាស់បាទយើងដឹងហើយថាពាក្យថាជំនឿផ្ដេសផ្ដាស់នោះវាមានត្រឹមត្រូវអីតែផ្ដេសផ្ដាស់វាអត់ត្រឹមត្រូវទេ